តើអ្វីទៅជា order block ដែលគេហៅកាត់ថា OB ហ្នឹងហើយតើវាមានរូបរាងបែបណាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបមើល order block ឬក៏ OB ហ្នឹងដែលយើងហៅថាជាកន្លែងសំខាន់ឬក៏យើងអាចហៅថា support resistance ក៏បានដែរប៉ុន្តែវាខុសគ្នាបន្តិចដែលយើងអាចចំណាំមើលវាបានជាទូទៅកន្លែងហ្នឹងគឺជាកន្លែងដែលស្ថាប័នធំៗឬក៏ well គាត់ចាប់ផ្ដើមធ្វើការចូលទិញឬក៏ចូល order កន្លែងគាត់អញ្ចឹងទៅអញ្ចឹងយើងមើលឃើញថាបែបនេះនៅពេលដែលតម្លៃចុះមកហើយវាឡើងទៅវិញវាមានធ្វើទៀនមួយ engulfing ក្របដណ្ដប់ជាមួយនឹងទៀនដែលកំពុងតែចុះមកហ្នឹងគឺយើងអាចហៅវាថាជា order block បានហើយនេះកន្លែងនេះដូចជាកន្លែងនេះអញ្ចឹងនៅពេលដែលយើងឃើញ order block យើងអាចយកអាកន្លោននេះយកមកគូសវាមកយើងអាចចាប់វាជា order block មួយនេះយើងដាក់ហ្នឹងមកហើយកន្លែងនេះគឺយើងអាចដាក់អក្សរក៏បានយើងអាចដាក់អីចំណាំខ្លួនឯងក៏បានដែរហើយពណ៌អីគឺយើងអាចជ្រើសរើសតាមនឹងបានដូចគ្នាអានេះខ្ញុំដាក់នៅនេះទៅយើងដាក់ឃើញហើយយើងសួរថាវាជា order block អញ្ចឹងនៅពេលដែលតម្លៃមកដល់ order block គឺយើងអាចរងចាំមើលprice action បន្ថែមទៀតបើសិនជាវាមានធ្វើការ reject បែបនេះហើយវាចាប់ផ្ដើមមានទៀនបៃតងមួយទៀតឡើងពេញបែបនេះអាហ្នឹងយើងអាចធ្វើការចូលកន្លែងហ្នឹងបានហើយ SL យើងគឺនៅក្រោមហ្នឹងបានឬមួយទៀតសម្រាប់បងប្អូនខ្លះគឺគាត់ order ចាំតែម្ដងប៉ុន្តែការ order ចាំនៅកន្លែងហ្នឹងគឺវារៀងហានិភ័យព្រោះថាការចោះនេះយើងត្រូវមើលការចោះនេះដែរបើសិនជាវាការចោះដែលមានកម្លាំងពេញទៀនដែលបិទពេញល្អអាហ្នឹងគឺវាមានហានិភ័យសម្រាប់ដែលយើងដាក់ order នៅកន្លែងហ្នឹង limit ចាំតែបើសិនជាយើងចាំវា reject ហើយចាំយើងចូលទៅ time frame តូចទៅមើលជាមួយនឹង price action វាបន្ថែមក៏បានដែរនេះដោយដែលខ្ញុំមើលកន្លែងនេះអញ្ចឹងកន្លែងនេះវាជា OB ចាស់បានន័យថាជា order block ចាស់ហើយមកដល់កន្លែងនេះនៅក្នុង time frame ទូចគឺវាមាន order block មួយទៀតអញ្ចឹងនៅពេលដែលវាមាន order block ពីរជាន់បែបនេះគឺយើង confirm ថាតម្លៃនេះគឺកន្លែងនេះគឺមានអ្នកចាំទិញច្រើនខ្លាំងអាចថាជាកន្លែង absorb ដែលស្រូបយកកម្លាំងលក់នេះមកទាំងអស់ហើយចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរទិសដៅអញ្ចឹងយើងឃើញទៀនបែបនេះគឺយើងអាចធ្វើការឡងបែបនេះមកចូលនៅចាំវា retest មកវិញបន្តិចសិនក៏បានឬក៏បិទទៀននេះភ្លាមយើងចូលភ្លាមក៏បានដែរយើងចូលហើយយើងដាក់ SL យើងនៅក្រោមទៀនក្រហម wick នេះមួយមកហើយយើងអាចយកមួយសង2ឬក៏មួយកន្លះអីចឹងទៅតាមហ្នឹងដែលយើងឃើញនៅកន្លែងហ្នឹងគឺ full TP នេះអញ្ចឹងកន្លែងការ trade បែបនេះគឺវាមិនប្រកាសថាត្រូវទាំងអស់ទេគ្រាន់តែថាយើងបាន set up មួយដែលត្រឹមត្រូវទៅតាមយើង back test បន្ថែមទៀតថាវា win rate បានប៉ុណ្ណាហើយសំខាន់គឺ risk reward យើងគឺធំជាងមួយអាចមួយសងមួយកន្លះ SL 100 TP 150ឬក៏ទៅ200ទៅ250ទៅតាមជាក់ស្ដែងដែលបងប្អូនមើលអញ្ចឹងទៅហើយកន្លែងណាមួយទៀតដែលយើងអាចមើលកន្លែងនេះក៏ជា order block មួយដែលយើងឃើញថាតម្លៃវាចាប់ផ្ដើមចុះមកឃើញទេកន្លែងនេះយើងអាចហៅជា order block បានទេ fail នេះកន្លែងនេះដែលយើងឃើញបងប្អូនមើលfail ដោយសារហេតុអីយើងឃើញថាតម្លៃនេះវាចុះមកមែនប៉ុន្តែវាអត់បានបិទក្របជាមួយនឹងទៀនចាស់នេះទេវាអត់មាន engulfing ទោះជាវាឡើងមែនប៉ុន្តែជាកន្លែងដែលអត់សូវល្អបានថាវាមិនមែនជា order block ទេកន្លែងនេះវាមាន liquidity swap កន្លែងនេះមួយដែរអ្វីដែលកន្លែងដែលសំខាន់គឺយើងឃើញកន្លែងនេះវាចាប់ផ្ដើម swap liquidity កន្លែងនេះមួយហើយវាមានជា hammer កន្លែងនេះយើងអាចហៅថា hammer ឬក៏ morning star អញ្ចឹងនៅកន្លែងនេះគឺយើងឃើញ order block មួយទៀតហើយនេះយើងឃើញចាប់ order block មួយទៀតអញ្ចឹងយើងអាចចាំបើសិនជាតម្លៃវាមកដល់ហ្នឹងគឺយើងនឹងមើលរក confirm ម្ដងទៀតនៅកន្លែង order block ហ្នឹងតែនេះគឺវាអត់ retest មកទេវាឡើងទៅត្រង់តែម្ដងអញ្ចឹងការឡើងទៅយើងអាចលេងកន្លែងណាក៏បានដែរ SL របស់យើងគឺសុវត្ថិភាពនៅនេះតែបើសិនជាយើងឃើញថាអូវានៅកន្លែងនេះហើយយើងចង់ SL យើងអាច SL ត្រឹមនេះទៅហើយ risk reward យើងតាមនឹងគាត់ថាម្ដុំនេះគឺសិតតែមានហានិភ័យទាំងអស់វាអាចនឹងធ្វើការចុះមកមុននឹងវាឡើងជាយើងឃើញថាវាឡើងចាស់ជួនកាលវាចុះបែបនេះអញ្ចឹងវាចុះបែបនេះគឺ SL របស់យើងឆ្ងាយបើសិនជាយើងចាំវាចុះនេះយើងចាំចូលកន្លែងនេះវាមានជាមួយនឹង order block កន្លែងនេះយើងចាំចូលក៏បានដែរអានេះគឺទៅតាមមេរៀនយើងផ្សេងហើយនៅខាងលើនេះយើងឃើញថាកន្លែងនេះក៏វាមាន order block មួយដែរតែ fail យើងឃើញទេ order block มันប្រកាសថាវាអាចនឹងបានទាំងអស់ទេកន្លែងនេះយើងឃើញថាវាឡើងមកអស់ហើយតែទៀននេះវាចាប់ផ្ដើមក្របដណ្ដប់ជាមួយនឹងទៀនចាស់អញ្ចឹងយើងអាចចាប់វាជា order block ហើយអញ្ចឹងនៅពេលដែលវាបិទទៀននេះភ្លាមវាឡើងទៅទៀតឃើញទេកន្លែងហ្នឹងយើង
fail អញ្ចឹងយើងចាំវាធ្វើការ reject ជាមួយនឹងតម្លៃហើយធ្វើការបិទពេញល្អ conform ឲ្យល្អទើបយើងមើលចូលទៅវា win rate យើងខ្ពស់ហើយយើងចូលមក time frame តូចក៏យើងឃើញដែរនេះឃើញថាកន្លែងនេះបន្ទាប់ពីវាធ្វើ order block ហើយកន្លែងនេះគឺបិទទៀនស្អាតអញ្ចឹងបើយើងមើលភាគច្រើនគឺយើងចូលមកនេះអាហ្នឹងការបច្រាស់ trend គឺវាហានិភ័យបែបហ្នឹងបើយើងតាមជាមួយនឹង trend ទៅវាល្អជាងអញ្ចឹងកន្លែងខាងលើនេះយើងឃើញថាឥឡូវនេះវាកំពុងតែនៅ order block មួយទៀតហើយវាកំពុងតែ retest ជាមួយ order block កន្លែងធំនេះយើងឃើញថាទៀនពណ៌បៃតងនេះដែលឡើងទៅនេះវាមានទៀនក្រហមមួយវាក្របដណ្ដប់ធ្វើ engulfing នៅកន្លែងហ្នឹងមួយអាហ្នឹងក៏ជា order block ដែរអញ្ចឹងតម្លៃនេះគឺសំខាន់សំខាន់នៅក្នុង order block វាបានឡើងទៅ retest វិញនេះអញ្ចឹងបើសិនជាយើងចាំមើលបើសិនជាមានទៀនឬក៏ price action ណាដែលឧទាហរណ៍ថាវាឡើងទៅបែបនេះហើយបន្ទាប់តែពីស្អែកទៅនេះអានេះយើងថាទៀនវាឡើងបិទពេញចេះទៅបន្ទាប់ពីស្អែកឬក៏ទៀនក្រោយវាបិទបែបនេះចូលខ្ញុំដូរពណ៌ទៅនេះវាបិទក្រហមបែបនេះអញ្ចឹងបានន័យថាកន្លែងនេះគឺជា order block ថ្មីមួយទៀតនេះហើយបន្ទាប់ពីទៀននេះបិទគឺយើងអាចចូលហ្មងយើងអាចចូលនៅនេះក៏បានចាំវា retest បន្តិចក៏បានតែបើយើងអត់ចាំយើងចូលហ្មងមកហើយយើងដាក់ SL នៅក្រោយនេះហើយ TP របស់យើងគឺយកទៅតាមនឹងទៅដូចខ្ញុំនិយាយមកអញ្ចឹងមួយលើ1កន្លះឬក៏មួយលើ2ឬក៏មួយលើ3ទៅតាមជាក់ស្ដែងឬក៏ទៅតាមបទពិសោធន៍របស់បងប្អូនរៀងខ្លួនឬបើយើងកាន់ឆ្ងាយហ្មងយើងអាចរកមកដល់ support វាពីមុនចាស់នេះ resistance ចាស់វាទៅជា support កន្លែងខ្សែរឹងហ្នឹងយើងអាចដាក់មកដល់ហ្នឹងក៏បានដែរយើងឃើញថាមកដល់នេះអានេះ 0.44% អានេះមកដល់3ជាងអញ្ចឹង revert វាធំមែនតើមួយលើចំមួយលើ10ហ្នឹងនេះមួយលើ7មួយលើ8ហើយអញ្ចឹងបើសិនជាយើងចាំលេងតែជាមួយនឹង set up បែបនេះគឺវាល្អជាងហើយអ្វីដែលសំខាន់គឺយើងមាន risk reward យើងត្រឹមត្រូវឧទាហរណ៍ថាយើង SL2 ឬក៏ SL3 យើងទៅប៉ុន្តែយើង TP វិញមកតែមួយអីគឺយើងអាច cover មកវិញបានបើសិនជាយើងលេង1 2 3ឬក៏1 2 យើង TP បានតែ2វិញយើងអាចរួចជាមួយ SL របស់យើងរហូតដល់4អញ្ចឹងអានេះគឺកលឹះសំខាន់ហើយបងប្អូនអាចយកទៅ back test ខ្លួនឯងបន្ថែមទៀតបានឬក៏មានចម្ងល់កន្លែងណាបងប្អូនអាច comment សួរបន្ថែមទៀតបាននេះគឺជា technique មួយដែលយើងមើលជាមួយនឹង order block ជាមួយនឹង price action